vậy tới nhom tinh mà to năng mà đạp chắc cái xuôi trơn thì mỗi cái tờ xa hay xong đừng nhom hay mới tiết bây giờ tới play pi mà to cái sen mình tưởng chưa ngon rồi to nó chị bật lực được kia đài nhưng đập cái mà to kia tới chim to mạ được kia còn mơ nhom có quạt sỏi tại nhom này giờ đã qua kia tay còn thay khơi chim mà đẹp được kia tham mẹ rắm mót sỏi chắc kia vào người ta được đằng kia chắc cái này tuy mua nhom khơi trong hôn thông hay đi thay stong đà nhom mơ tới nhom chia trẻ mình tưởng nhom ban tư tạ nơi ion pi năng nghe đậpไปได้nhom tới đo trong hôn mà nhom đằng thao ô tăng cấp mà to nâng mơ trong hôn nâng mơ tới cuối cả là tục chất tiện trắng á cha nhom muaใส่นิดnhom nơi khang chu va pi សង្កាត់សំរោងក្រោមហើយទៅធ្វើលក់ដូរអីតិចតួចនៅមុខនៅផ្ទះហ្នឹងសប្ងៃខ្ញុំប្រើ5តូពុយសូប៊ីជីងហ្គោលមុនដំបូងគ្រូសាខ្ញុំគាត់និយាយទៅគាត់តាមដានម៉ូតូហ្នឹងតាមเพจបន្ទាប់មកក៏នាំកូនទៅលេងនៅ Eon 2ហ្នឹងទៅក៏ឃើញគេតាំងពីពណ៌អញ្ចឹងគាត់ក៏នាំខ្ញុំចូលមើលអីចឹងទៅហើយសម្រាប់គាត់គឺគាត់ពេញចិត្តដែរសំខាន់ក៏សួរអារម្មណ៍របស់ខ្ញុំពួកខ្ញុំអ្នកជិះគាត់សួរទៅខ្ញុំឃើញខ្ញុំស្រឡាញ់ហ្មងនិយាយទៅខ្ញុំទិញម៉ូតូហ្នឹងមកដាក់ផ្ទះគេសួរច្រើនទីមួយគេសរសើរថាស្អាតហើយសមនឹងខ្ញុំហើយមួយទៀតបើនិយាយទៅប្លែកពីម៉ូតូគេផ្សេងមានគេសួរបើធម្មតាហ្មងយើងប្រាប់តម្លៃគេថារៀងថ្លៃបន្តិចតែពេលដែលខ្ញុំប្រាប់គាត់ទៅថាម៉ូតូហ្នឹងមានអីគេខ្លះមានអីគេខ្លះស្រួលអីគេខ្លះល្អអីគេខ្លះអញ្ចឹងគាត់ថាអូសមនឹងតម្លៃហ្នឹងបើនិយាយទៅមើលម៉ូតូច្រើនដែរហើយប៉ុន្តែនិយាយទៅម៉ូតូម៉ាកផ្សេងខ្ញុំក៏ធ្លាប់ប្រើដែរតែគាត់ថាដល់ពេលដែលខ្ញុំឃើញម៉ូតូហ្នឹងទៅខ្ញុំស្រឡាញ់ប្លែកពីគេអីអញ្ចឹងណាពេលដែលខ្ញុំទៅយកម៉ូតូនៅក្រុមហ៊ុនហ្នឹងទីមួយខ្ញុំឃើញក្រុមហ៊ុនធំហើយដូចថាស្តង់ដាខ្ញុំមើលទៅខ្ញុំជឿជាក់មុនដំបូងខ្ញុំបានទៅតានៅកន្លែងដែលគេតាំងពីពាន់នឹង Eon 2ហ្នឹងឯងដល់ពេលដែលខ្ញុំទៅដល់ក្រុមហ៊ុនបានខ្ញុំដឹងថាអូតាំងក៏ពិតម៉ូតូហ្នឹងមើលក្រុមហ៊ុនហ្នឹងមើលទៅគួរឲ្យកាន់តែទុកចិត្តទៀតអញ្ចឹងណាពេលដែលខ្ញុំជិះតាមផ្លូវមកមានអារម្មណ៍ថាគេមើលច្រើនប្លែកស្អាតគាត់ណែនាំគាត់ប្រាប់យើងជិះលើកដំបូងអញ្ចឹង500គីឡូអីគាត់ឲ្យយើងម្ដងដល់ពេលដែលយើងដូរបានម្ដងហើយដល់យើងជិះបាន2000គីឡូទៀតយើងម្ដងទៀតដោយសារតែទីមួយម៉ូតូយើងថ្មីដែរអញ្ចឹងគាត់ឲ្យយើងជិះបាន2000គីឡូឬក៏បើយើងជិះអត់តាន់គ្រប់គីឡូទៅដូចជា3-4ខែអីអញ្ចឹងណាគាត់ឲ្យយើងយកទៅដូរម្ដងទៀតអញ្ចឹងទៅនិយាយទៅពេលជិះម៉ូតូហ្នឹងស្រួលកន្លែងកែបឃ្លុបម៉ូតូហ្នឹងធំដាក់ឲ្យបានច្រើនខាងមុខអីក៏ពយូអីបានច្រើនដែរធម្មតាហ្មងខ្ញុំធ្លាប់ជិះបានមនុស្សធំ3នាក់ហើយនឹងកូនក្មេងម្នាក់ព្រោះអីកែបវែងហើយធំយើងស្រួលអង្គុយបើសាំងខ្ញុំគិតថាជិះអត់ទៅស៊ីខ្លាំងទៅដូចធម្មតាជាមួយនឹងម៉ូតូនេះដែរអញ្ចឹងណាហើយទីមួយទៀតសាំងយើងដាក់បានច្រើនបាន8លីត្រអញ្ចឹងខ្ញុំជិះបានយូរខ្ញុំចាក់ម្ដងមកពេញអញ្ចឹងទៅខ្ញុំជិះបានយូរហើយយើងជិះមិនបាច់ទៅម្បាក់អីណារកកន្លែងចាក់សាំងអីជិះបន្តិចអស់ហើយអត់ទេហើយវាក៏អត់ទៅស៊ីសាំងខ្លាំងដែរប្រាំងល្អស៊ីល្អមានន័យថាចាប់បើនិយាយទៅជិះពីដើមមកខ្ញុំអត់ដែរជិះម៉ូតូប្រភេទអូតូអញ្ចឹងទេខ្ញុំធ្លាប់តែជិះម៉ូតូដាក់លេខអីចឹងណាហើយដល់ពេលខ្ញុំជិះម៉ូតូនេះជិះស្រួលហើយទៅដូចថាយើងដូចស្នឹកជិះមកនឹងល្អហ្មងខ្ញុំជិះចូលពេញម្ដងអញ្ចឹងបើនិយាយទៅបើអាមួយទៀតអាកន្លែងឡើងស្ពានខ្ញុំធ្លាប់ជិះម៉ូតូផ្សេងអញ្ចឹងទៅឡើងស្ពានរៀងនៅងើតចាដល់ពេលអានេះជិះមកនឹងល្អហ្មងពេលខ្ញុំឡើងស្ពានណាចាមូទៅឡើងធូរយើងអត់មានអារម្មណ៍ថាដូចប្រឹងដូចអីទេហើយបើយើងនិយាយទៅជិះទៅខេត្តបើថាខ្ញុំជិះទៅខេត្តខ្ញុំណាម៉ូតូនេះជិះស្រួលដល់ណាជាយើងចាក់សាំងបាន8លីត្រអញ្ចឹងខ្ញុំជិះទៅខេត្តខ្ញុំអស់ប្រហែលតែ3លីត្រអីអញ្ចឹងយើងជិះអីយើងអត់បារម្ភខ្លាចអូត្រូវហូរការ៉ាសាំងខ្លាចអស់សាំងតាមផ្លូវខ្លាចអីទេព្រោះអីខ្ញុំធ្លាប់ជិះម៉ូតូម៉ាកផ្សេងខ្ញុំធ្លាប់ជិះទៅស្រុកអញ្ចឹងជិះខ្លាចអស់សាំងខ្លាចអីខ្លាចផ្លូវខ្លះអត់មានការ៉ាសាំងទេអញ្ចឹងយើងបារម្ភដែរតែបើជិះម៉ូតូនេះអត់ទេមិនភ័យទេដាក់ទៅពេញទៅដឹងទៅមកស្រួលហ្មងធ្លាប់ឃើញដល់ពេលដែលជួបគ្នាថាជិះមកទល់គ្នាមានអារម្មណ៍ថាធម្មតាយើងអាចស្គាល់គ្នាតែគ្រាន់តែឃើញមកក៏មានអារម្មណ៍ថាញញឹមតែគ្នាអូគេជិះម៉ូតូដូចម៉ាកដូចយើងដែរយើងក៏ជិះដូចគេអីអញ្ចឹងណាអញ្ចឹងធ្លាប់ជិះឲ្យមានអារម្មណ៍ថាអូរំភើបអីអញ្ចឹងដូចមានអារម្មណ៍ថាប្លែកពីដែលយើងធ្លាប់ជិះអ្នកជួបមួយអ្នកផ្សេងអញ្ចឹងណាមុនទៅឆ្ងល់ខ្ញុំថាជិះម៉ូតូនោះជាបិទភ្លើងដូចគ្នាដែរអញ្ចឹងដល់ពេលមកទល់គ្នាទៅជិះម៉ូតូម៉ាកដូចគ្នាគាត់មើលខ្ញុំក៏គាត់សើចតែខ្ញុំដែរយើងអាចស្គាល់គ្នាទេប៉ុន្តែគាត់ថាអូឃើញជិះម៉ូដែលដូចគ្នាតែថាមានអារម្មណ៍មកសើចដាក់គ្នាហ្មងដូចថាដូចដឹងគ្នាអញ្ចឹងណាជាចុងក្រោយខ្ញុំសូមណែនាំដល់មិត្តភ័ក្តិឬក៏បងប្អូនដែលគាត់ចង់ជិះម៉ូតូម៉ាកពុយសូនឹងដែរបើសិនចង់ថាជិះម៉ូតូហ្នឹងល្អដោយសារអីយើងទិញហ្នឹងគេធានា2ឆ្នាំដូចជាមានថែមបដូរប្រេងម៉ាស៊ីនមានថែមកបាំងការពារនៅក្បាលម៉ូតូហើយមួយទៀតម៉ូតូហ្នឹងធំទលាយហើយកម្លាំងខ្លាំងល្អយើងដាក់អីវ៉ាន់បានច្រើននៅក្នុងក្លុបហ្នឹងអញ្ចឹងណាហើយពេលដែលយើងជិះម៉ូតូហ្នឹងដូចថាវាងាយស្រួលត្រង់ថាយើងចង់មើលម៉ោងយើងចង់មើលកម្ដៅមើលអីយើងខ្លាចខកពេលខកវេលាឬក៏យើងចង់ទៅណាខ្លាចក្តៅខ្លាចអីចឹងណានៅលើហ្នឹងមានទាំងអស់ចាអរគុណច្រើនជម្រាបលា